សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមធ្វើការប្រយុទ្ធគ្នាស្របពេលដែលវិចិត្រករក៏ចាប់ផ្ដើមគូគំនូប្រាប់ទៅកាន់អូនស្រីថារូបគំនូរបស់លីនវៃដែលកំពុងតែប្រយុទ្ធនេះគឺមិនអាចរំលងបាននោះទេដូច្នេះហើយក៏នាំគ្នាដណ្ដើមយកនៅរូបគំនូនេះទៅក៏លេចទៅមើលខាងនោះវិញលីនវៃបានបញ្ចេញកម្លាំងវាទៅលើឈិនយៀនស្របពេលដែលគាត់ក៏បានបន្តកិច្ចហើយក៏ប្រើប្រាស់កម្លាំងសម្ដៅចូលទៅរកលីនវៃវិញធាក់លីនវៃមួយជើងដែលធ្វើគេក៏ត្រូវបានប៉ាងថយក្រោយគាត់ក៏នៅតែដើរចូលទៅលីនវៃក៏នៅតែបញ្ចេញកម្លាំងរបស់គេវាទៅលើឈិនយៀនក៏លេចទៅមើលខាងនោះវិញអូនស្រីម្នាក់ក៏បានដកនៅស្នៀតសក់គប់សម្ដៅទៅកាន់រូបគំនូនេះប្រាប់ថាលីនវៃគឺជារបស់នាងនោះទេហើយជួនគ្នានោះផងដែរយើងក៏លេចទៅមើលលីនវៃវិញក៏ត្រូវបានឈិនយៀនគឺដាក់មួយដៃថែមមួយជើងទៀតហើយក៏ធ្វើអូនស្រីនៅពេលនេះគឺពិតជាមានអារម្មណ៍ថាខកចិត្តខ្លាំងមែនទែនដោយសារតែលីនវៃមើលទៅហាក់បីដូចជាមិនពូកែតទៅសោះស្របពេលដែលឈិនយៀនក៏បានចូលទៅរកលីនវៃស្រែកសួរថាតើនៅរស់ដែរឬទេចំណែកលីនវៃក៏ប្រាប់ថាគេគឺជាអ្នកបញ្ជាឲ្យលីនបៃហួររៀបចំគម្រោងផែនការចាប់ខ្លួនអ៊ិនសៀនហើយក៏បញ្ជាឲ្យក្រុមឆ្កែចចកដៃវាប្រហារទៅកាន់គ្រូសាអ៊ិនសួរថាតើប៉ុណ្ណឹងទូប្រយយើងគឺចូលចិត្តដែរឬអត់ស្របពេលដែលឈិនយៀនក៏ប្រាប់ថាបើទោះបីជានៅពេលនេះគេគឺរៀបនឹងផុតដង្ហើមក៏ដោយក៏គេគឺនៅតែមានអារម្មណ៍និយាយឲ្យគាត់ខឹងទៀតមើលទៅជីវិតរបស់គេហាក់បីដូចជាគ្មានតម្លៃទាល់តែសោះចំណែកលីនវៃក៏ស្រាប់តែបានបញ្ចេញនៅអំណាចធម្មពលដ៏សន្ធោសន្ធៅដែលធ្វើទូប្រយយើងក៏បាននិយាយថាដើម្បីតែយកឈ្នះគាត់គេគឺសុកចាត់ដើរចូលទៅក្នុងផ្លូវបិសាចឈិនលីនវាបាននិយាយថាមើលទៅគឺពិតជាកខ្វក់ខ្លាំងមែនទែនដែលវាគឺមិនគួរឲ្យចង់ញ៉ាំនោះទេចំណែកលីនវៃក៏នៅតែបន្តស្រែកឡើងយ៉ាងខ្លាំងទៅកាន់ទូប្រយយើងថាថ្ងៃនេះឯងគឺត្រូវតែស្លាប់រួចហើយនោះសម្ពាធធម្មពលនៃធម្មពលបិសាចដ៏សន្ធោសន្ធៅវាក៏ចាប់ផ្ដើមលេចឡើងមកម្ដងទៀតចំណែកឈិនយៀនក៏និយាយថាពិតជាសមជាមួយនឹងគេខ្លាំងមែនទែនដោយសារតែក្បាច់គុណល្អត្រឹមត្រូវនឹងគេគឺមិនចេះវឹកខាត់នោះទេសួរហើយថាអ្នកណាទៅគឺជាអ្នកបង្រៀនគេនៅបច្ចេកទេសបេះដូងបិសាចនេះលីនវៃក៏សួរថាតើទូប្រយយើងគឺដឹងស្អីខ្លះទៅឈិនយៀនក៏ប្រាប់ថាគាត់គឺបានជួបអ្នកវឹកហាត់បិសាចជាច្រើនរាប់មកដល់ប៉ុន្តែធម្មពលបិសាចរបស់លីនវៃនេះគឺពិតជាអន់ខ្លាំងមែនទែនលើពីនេះទៅទៀតនៅក្នុងរាងកាយរបស់គេក៏មាននៅគ្រាប់ពូជបិសាចកម្រិតទី3ផងដែរដូច្នេះហើយវាគឺពិតជាអន់ប៉ុន្តែលីនវៃគឺមិនខ្វល់នោះទេប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយដើម្បីដោះស្រាយជាមួយនឹងទូប្រយយើងឈិនយៀនក៏បានប្រាប់ថាគ្រាប់ពូជបិសាចនៅក្នុងរាងកាយរបស់ហៃលួហៃខួយលីនវៃនឹងក៏ជាអ្នកដាមផងដែរប៉ុន្តែនៅពេលនេះគាត់គឺបានបំផ្លាញពួកវាចោលអស់ហើយដូច្នេះហើយលីនវៃគឺមិនអាចយកវាមកវិញដើម្បីបង្កើនកម្រិតធម៌ពលរបស់គេបាននោះទេធ្វើលីនវៃនៅពេលនេះគឺពិតជាខឹងខ្លាំងមែនទែនដោយគេក៏បានស្រែកឡើងយ៉ាងខ្លាំងទៅកាន់ឈិនយៀនឲ្យប្រគល់វាមកឲ្យគាត់វិញមកដែលធ្វើឈិនយៀននៅពេលនេះក៏បាននិយាយថានៅទីបំផុតគឺទ្រាំលែងបានហើយប្រសិនបើដូច្នោះគាត់ក៏មិនគួរសមទៀតដែរបន្ទាប់មកលីនវៃក៏បានសម្ដៅចូលទៅរកឈិនយៀនជាមួយនឹងអំណាចធម៌ពលបិសាចរបស់គេហើយខណៈដែលឈិនយៀនគាត់ក៏បានបន្តកិច្ចអំពីធម៌ពលទាំងអស់នេះទៅហើយនៅពេលដែលពួកគេទាំងពីរបានប៉ះទាំងគេគ្នាធម៌ពលក៏បានផ្ទុះឡើងមនុស្សមួយចំនួនក៏និយាយថាលីនវៃនេះគឺពិតជាសាហាវខ្លាំងមែនទែនហើយពិតជាស័ក្តិសមជាមនុស្សដែលនាយករឿងនៃសាលាបណ្ឌិតសភាធានយានបានជ្រើសរើសហើយថ្ងៃនេះបើទោះបីជាគេចាញ់ក៏ដោយក៏មាននៅមនុស្សនៅក្នុងសាលាបណ្ឌិតសភាធានយានគ្រួសារសៀងគន់ដូច្នេះហើយទូប្រយើងប្រកាសជាមិនអាចគេចខ្លួនបាននោះទេក៏លេចទៅមើលអ្នកទាំងពីរដែលកំពុងតែប្រយុទ្ធគ្នានៅពេលនេះវិញលីនវៃនឹងគឺត្រូវបានឈិនយៀនលេងម្ចាស់ដៃហើយស្របពេលដែលគេក៏បាននិយាយថាមិននឹងអាចទៅរួចទៅនៅពេលនេះវិញឈិនយៀនក៏នៅតែប្រើប្រាស់កម្លាំងចាត់ការទៅលើគេប្រាប់ថាគេគឺស័ក្តិសមតែជាមួយលេខ2នឹងឯងវីលីនវៃទម្លាក់ចូលទៅខាងក្រោមប្រាប់ថាគ្រាប់ពូជបិសាចនេះគាត់នឹងទទួលយកដោយរីករាយហើយជីវិតបន្ទាប់នោះឲ្យគេធ្វើជាមនុស្សល្អខ្លះទៅក៏លេចមកមើលអ្នកគ្រប់គ្នាវិញក៏សួរថាតើលីនវៃគឺពិតជាចាញ់មែនទេដូច្នេះហើយម្នាក់ក៏នាំគ្នាចូលទៅស្របពេលដែលលីនវៃក៏ប្រាប់ថានៅពេលនេះគេគឺចាញ់ម្ដងទៀតហើយគេក៏បាននឹកឃើញទៅដល់ការស្ដីបន្ទោសរបស់ឪពុកគេដែលនៅពេលនោះគេគឺមិនអាចយកឈ្នះទៅលើគ្រូសាអ៊ីនបានប៉ុន្តែក្រោយមកទៀតក៏ស្រាប់តែមនុស្សអ្នកប្រាប់ថាគ្រូគឺអាចជួយឯងបានអាចជួយឲ្យកម្លាំងរបស់ឯងគឺឈានទៅដល់អាណាចក្រប្រច័ណ្ឌបូករួមជាមួយនឹងគ្រាប់ពូជបិសាចនៅក្នុងរាងកាយរបស់ឯងទៀតនោះវាគ្មានហេតុផលណាដែលឯងគឺអាចចាញ់បានទៀតនោះទេចំណែកឪពុករបស់គេក៏បាននិយាយថាចាប់តាំងពីគេគឺទទួលយកនៅការប្រកួតនេះហើយគេគឺត្រូវតែឈ្នះជាដាច់ខាតគឺមិនអាចចាញ់បាននោះទេបើមិនដូច្នោះទេគេប្រកាសជានឹងត្រូវបានផ្ដាច់ពាក្យព្រោះថាគ្រួសារសាងគន់គឺមិនអាចទទួលយកនៅភាពអាម៉ាស់បានឡើយចំណែកនៅពេលនេះវិញគេក៏នៅតែបន្តគិតនៅក្នុងចិត្តដោយគិតថាជីវិតបន្តរបស់គេនោះគេប្រកាសជាកំចាត់ទូប្រុសយើងចោលឲ្យបានស្របពេលដែលឈិនយៀននៅពេលនេះគាត់គឺបានត្រឹមតែកវីក្បាលហើយបន្ទាប់មកគាត់ក៏បានលោតចុះមកខាងក្រោមខណៈដែលឈិនលីនក៏ប្រើប្រាស់នៅអណ្ដាតភ្លឺរបស់វាដើម្បីធ្វើការដុតក៏ដូចជាចម្រាញ់នៅគ្រាប់ពូជបិសាចនេះបន្ទាប់មកវាក៏ចាប់ផ្ដើមពង្វិល 4-10 ជុំទៅមុនពេលដែលវាក៏ប្រគល់ទៅឲ្យឈិនយៀនស្របពេលដែលឈិនយៀនគាត់នៅតែនិយាយថាចំពោះបងប្រុសអ៊ីនសៀនគឺជាមនុស្សម្នាក់ដែលចូលចិត្តក្រោកឡើងដើម្បីការពារបងប្អូនគ្រប់គ្នាហើយនៅពេលដែលកំពុងតែនិយាយនោះមនុស្សនៅក្នុងសាលាបណ្ឌិតសភាធានយានក៏បាននិយាយទៅកាន់ទូប្រយើងថាគាត់គឺពិតជាក្លាហានដែលហ៊ានសម្លាប់កូនសិស្សលោកនាយករឿងនៃសាលាបណ្ឌិតសភាធានយានគ្រួសារសាងគន់ក៏សួរថាតើទូប្រយើងប្រើប្រាស់ល្បិចអ្វីដោយសារតែសមុទ្រវិញ្ញាណរបស់លីនវៃគឺនៅតែមានប៉ុន្តែធម្មពលវិញ្ញាណវិញគឺមិនមាននោះទេឈិនយៀនក៏ប្រាប់ថាលីនវៃប្រើប្រាស់នៅបច្ចេកទេសបិសាចម្នាក់នឹងក៏នៅតែតបថាប្រសិនបើទូប្រយើងគឺដឹងថាលីនវៃប្រើប្រាស់នៅបច្ចេកទេសបិសាចនោះហេតុអ្វីបានជាគាត់គឺមិនប្រឹងបញ្ឈប់នៅការប្រកួតខណៈដែលឈិនយៀនក៏ប្រាប់ថាតែគាត់គឺអាចបញ្ឈប់កំហឹងរបស់លីនវៃដោយរបៀបណាទៅដូច្នេះហើយគាត់គឺមានតែបង្ខំយកនៅគ្រាប់ពូជបិសាចរបស់គេចេញមកតែប៉ុណ្ណោះរួចហើយក៏សួរថាតើពួកគេគឺចង់បានគ្រាប់ពូជបិសាចត្រឡប់ទៅវិញមែនទេប្រាប់ហើយថាដេកយកសពទៅឬដូច្នេះហើយពួកគេទាំងអស់គ្នាក៏បានសម្ដៅចូលទៅរកគាត់ប្រាប់ថាវា
គឺមិនមែនស្រ័យទៅលើឯងនោះទេហើយចំណែកអ្នកខ្លះទៀតនោះគឺចង់បាននៅរាងកាយរបស់ទូប្រយើងដើម្បីយកទៅបញ្យល់ប្រាប់អ្នកនាងតូចនៃគ្រួសារសាងគាត់របស់គេនៅពេលដែលពួកគេសម្ដៅចូលទៅឈិនយិនក៏និយាយថាពិតជាមិនចេះបានប្រមាណកម្លាំងខ្លួនបញ្ចេញកម្លាំងផ្ទះពួកគេម្នាក់មួយដៃនោះធ្វើឲ្យម្នាក់នៅពេលនេះគឺថាដេកឆ្អល់ទៅនឹងតែម្ដងអ្នកគ្រប់គ្នាបន្ទាប់ពីឃើញដូច្នោះក៏ចាប់ផ្ដើមមានការភ្ញាក់ផ្អើលម្ដងទៀតស្របពេលដែលឈិនយិនក៏និយាយថាល្ខោនសម្ដែងចប់ហើយស្របពេលនោះតាចាស់ម្នាក់ដែលជាកូនចៅរបស់អ៊ីនហ្វានឹងក៏បានដើរចេញមកនិយាយថាទូប្រយើងគឺបានបង្កនៅបញ្ហាធំហើយឈិនយិនក៏បាននិយាយថាដោយសារតែគាត់បានសម្លាប់នៅក្រុមឆ្កែជាចកដៃដែលជាគ្រួសារដ៏ធំមួយនៅក្នុងចំណោមគ្រួសារធំទាំង3ហើយក៏បានកាត់ផ្ដាច់ពូជនៃគ្រួសារលីនដែលធ្វើស្ត្រីម្នាក់នៅក្នុងគ្រួសារសាងកូនក៏ប្រែក្លាយទៅជាស្ត្រីមេម៉ាយតាចាស់នឹងក៏នៅតែនិយាយថាគាត់គឺបានធ្វើបាបមនុស្សច្រើនពេកហើយដូច្នោះហើយគ្មានផ្លូវដែលអាចបកក្រោយបាននោះទេចំណែកទូប្រយើងក៏ប្រាប់ទៅវិញថាតាចាស់នឹងគួរតែព្រួយបារម្ភអំពីខ្លួនឯងជាមុនសិនទៅតាចាស់នឹងក៏នៅតែប្រាប់ថាមើលទៅទូប្រយើងប្រហែលជាទទួលបាននៅអំណោយដ៏អស្ចារ្យដែលអ្នកប្រុសតូចរបស់គេគឺបានរៀបចំឲ្យហើយឈិនយិនក៏ប្រាប់ថាអំណោយដ៏អស្ចារ្យបែបនេះគាត់គឺត្រូវតែអរគុណទៅកាន់អ៊ីនហ្វានដោយផ្ទាល់ហើយតាចាស់នឹងក៏ប្រាប់ថាអ្នកប្រុសតូចរបស់គេគឺបានអញ្ជើញមើលកាន់កន្លែងនេះដោយផ្ទាល់ដើម្បីផ្ដល់នៅផ្លូវមួយទៅកាន់ទូប្រយើងឈិនយិនក៏សួរថាមានរឿងល្អបែបហ្នឹងផងហើយតាចាស់នឹងក៏បានធ្វើសញ្ញាទៅកាន់អ្នកប្រុសតូចរបស់គេបន្តិចដូច្នោះហើយអ៊ីនហ្វានគេក៏បានចូលមកខាងក្រោមទៅមនុស្សគ្រប់គ្នាក៏បាននិយាយថាតានេះគឺជាអ៊ីនហ្វានដែលជាអ្នកប្រុសតូចនៃសាខាធំនៃគ្រួសារអ៊ីនមែនទេដែលពួកគេគឺស្ទើរតែមិនជឿហើយមើលទៅការប្រកួតការពីពេលមុននេះវាគ្រាន់តែជាល្បែងសម្រាប់ការកំសាន្តភ្នែករបស់គេតែប៉ុណ្ណោះហើយពួកគេក៏ធ្លាប់ឮថាសម្បីតែលីនវៃនឹងក៏សាកសោមធ្វើត្រឹមតែជាកូនសិស្សរបស់អ៊ីនហ្វានដែរអញ្ចឹងហើយក៏គិតថាលើកនេះទូប្រយើងប្រកាសជាស្លាប់មែនទេហើយដោយឡែកតាចាស់នឹងក៏បានរៀបចំមួយកំភ្លេសម្រាប់អ្នកប្រុសតូចរបស់គេតែម្ដងហើយគណៈដែលអ៊ីនហ្វានគេក៏បានចូលមកខាងក្រោមទៅតាចាស់នឹងក៏នៅតែបន្តនិយាយទៅកាន់ទូប្រយើងថានៅពេលនេះអ្នកប្រុសតូចរបស់គេបានរៀបចំនៅអំណោយដ៏អស្ចារ្យមួយជូនទៅកាន់ទូប្រយើងដែលឲ្យទូប្រយើងធ្វើជាអ្នកបម្រើរបស់គេឈិនយិនក៏សួរថាតើពួកគេកំពុងតែនិយាយសម្រាប់ខ្លួនឯងមែនទេតាចាស់នឹងក៏នៅតែបន្តទៀតថាការផ្ដល់ជូននេះគឺជាការទុកមុខមាត់ឲ្យទូប្រយើងហើយប្រសិនបើគាត់ធ្វើជាឆ្កែល្អនោះថាមន្ត្រីឆ្អឹងដែលគាត់ទទួលបានអាចនឹងមានសាច់ខ្លះឬដូច្នោះហើយឈិនយិនក៏ស្រាប់តែបានសើចឡើងតែម្ដងធ្វើឲ្យតាចាស់នឹងក៏បានសួរថាតើគាត់គឺកំពុងតែសើចអ្វីឈិនយិនក៏ប្រាប់ថាដោយសារតែការបរិភោគអាហាររបស់ពួកគេដូចជាសត្វឆ្កែប៉ុន្តែកុំព្រួយបារម្ភអីគេគ្រាន់តែជាកូនប្រុសរបស់ម្ចាស់គ្រួសារធំតែប៉ុណ្ណោះប៉ុន្តែបើទោះបីជាបុព្វបុរសនៃគ្រួសារធំឈើនៅទីនេះក៏ដោយឲ្យតែហ៊ាននិយាយបែបហ្នឹងខ្ញុំប្រកាសជាចាប់ហែកមាត់គេភ្លាមតែម្ដងនិងកំចាត់គេចោលចេញពីលោកនេះចំណែកតាចាស់នឹងគឺពិតជាខឹងខ្លាំងប្រាប់ទៅកាន់អ្នកប្រុសតូចរបស់គេថាទៅឲ្យគេចាត់ការឈិនយិនយើងចោលតែម្ដងទៅជាមួយគ្នានោះមនុស្សជាច្រើនក៏ចាប់ផ្ដើមធ្វើការភ្នាល់ហើយអ្នកខ្លះវិញគឺដាក់50ដំឡឹងអ្នកខ្លះគឺដាក់100ដំឡឹងចំណែកអ្នកដែលខ្លាំងជាងគេនោះគឺថាយកប្តីមកភ្នាល់តែម្ដងហើយស្របពេលដែលពួកគេក៏គិតថាទូប្រុសយើងលើកនេះប្រកាសជាចប់មែនតើហើយចំណែកអ៊ីនហ្វានវិញគេបាននិយាយថាគេនឹងមិនសម្លាប់ទូប្រុសយើងភ្លាមនោះទេដោយគេនឹងធ្វើបាបឈិនយិនបន្តិចម្ដងដូចជាអ៊ីនសៀនដែរដោយគេនឹងធ្វើការដកហូតក៏ដូចជាកំទេចនៅសរសៃជីបចររបស់ទូប្រុសយើងចោលស្របពេលដែលឈិនយិនក៏បាននិយាយថាអ៊ីនហ្វាននៅក្នុងឆាកជីវិតរបស់គេបានធ្វើនៅអំពើអាក្រក់ច្រើនខ្លាំងមែនទែនប៉ុន្តែមិនថាអ្នកណាក៏ដោយឲ្យតែហ៊ានប៉ះគ្រួសាររបស់គាត់នោះគាត់នឹងឲ្យគេចូលទៅកាន់ឋាននរកហើយគ្មានផ្លូវដែលអាចចេញមកវិញបាននោះទេចំណែកតាចាស់នឹងបន្ទាប់ពីលើដូច្នោះហើយក៏ប្រាប់ថាអ្នកប្រុសតូចមិនចាំបាច់ឲ្យប្រឡាក់ដៃអ្នកប្រុសតូចនោះទេមនុស្សម្នាក់នេះទុកឲ្យខ្ញុំចាត់ការបញ្ចេញនៅកម្លាំងធម្មពលដ៏ខ្លាំងមួយវាសម្ដៅទៅកាន់ឈិនយិនប៉ុន្តែទូប្រុសហាក់បីដូចជាមិនខ្វល់ហើយជាមួយគ្នានោះក៏ស្រាប់តែកម្លាំងធម្មពលដ៏ខ្លាំងមួយបានបាញ់បំផ្លាញនៅធម្មពលរបស់តាចាស់នឹងចោលហើយមនុស្សដែលបានធ្វើនោះគឺជាតួស្រីរបស់យើងនឹងឯងហើយតាចាស់នឹងក៏បានសួរទៅកាន់នាងថាតើនាងគឺមកពីណាទៅប៉ុន្តែមើលទៅនាងគឺចង់ស្លាប់ហើយរួចហើយនោះក៏បានបង្ហាញអំពីអំណាចធម្មពលដ៏ខ្លាំងក្លារបស់គាត់បន្តទៀតស្របពេលដែលឈិនយិនក៏បានបាក់ដៃទៅកាន់តួស្រីយើងឲ្យចាត់ការទៅលើឆ្កែកញ្ចាស់នេះជាមុនសិនទៅដូច្នោះហើយនៅពេលនេះនាងក៏បានยึដនៅធ្នូរបស់នាងហើយក៏បានបាញ់សម្ដៅទៅកាន់តាចាស់នឹងម្ដងទៀតបន្ទាប់មកធម្មពលរបស់នាងក៏បានចាត់ការទៅលើធម្មពលរបស់តាចាស់នឹងដែលធ្វើគាត់គឺត្រូវបានប៉ាងពីពេញកណ្ដាលអាកាសហើយតួស្រីក៏នៅតែបន្តបាញ់ទៅកាន់គាត់ម្ដងហើយម្ដងទៀតហើយបន្ទាប់មកនាងក៏បានยึដនៅធ្នូមួយដើមចុងក្រោយជាមួយនឹងអំណាចធម្មពលដ៏ខ្លាំងហើយក៏បានបាញ់ទៅលើរាងកាយរបស់តាចាស់នឹងម្ដងទៀតដោយលើកនេះមិនដឹងថាគាត់នឹងគឺប៉ាងទៅដល់កលៀតណានោះទេស្របពេលដែលឈិនយិនក៏បានដើរចូលទៅរកអ៊ីនហ្វានគេក៏ប្រាប់ថាប្រសិនបើគាត់ឈប់នៅពេលនេះគេគឺនៅតែលើកលែងឲ្យទូប្រយើងបានប៉ុន្តែឈិនយិនក៏ប្រាប់ឲ្យថាអ្នកណាក៏ដោយឲ្យតែហ៊ានប៉ះគ្រួសាររបស់គាត់នោះគាត់នឹងឲ្យគេតបស្នងមកវិញចំនួន1000ដងហើយនៅពេលនេះគាត់នឹងប្រើប្រាស់នៅស្រោមដៃរបស់គាត់ដែលធ្វើគេគឺថាវេទនាជាងស្លាប់ទៅទៀតបន្ទាប់មកជាមួយនឹងសម្ពាធធម្មពលនេះវាក៏បានសង្កត់ទៅលើអ៊ីនហ្វានភ្លាមគេក៏ដឹងហើយថាគឺមិនអាចនៅបាននោះទេក៏ចង់រត់ប៉ុន្តែឈិនយិនក៏បានដាក់គេមួយដៃដែលធ្វើគេក៏ត្រូវបានប៉ៅមកវិញបន្ទាប់មកគាត់ក៏បានសួរទៅកាន់គេថាតើគេនឹងគឺត្រៀមខ្លួនហើយឬនៅចំណែកអ៊ីនហ្វានក៏ប្រាប់ថាជាការពិតណាស់គេគឺត្រៀមខ្លួនរួចរាល់ហើយរួចហើយនោះគេក៏ស្រាប់តែបានបញ្ចេញនៅសាឡាត់មួយចេញមកហើយក៏បានបន្តឈាមទៅលើវាបន្តិចនោះក៏ស្រាប់តែតាចាស់នឹងក៏បានទៅមកវិញអ៊ីនហ្វានក៏ប្រើប្រាស់នៅកម្លាំងរបស់គេបន្តិចនោះរាងកាយរបស់តាចាស់នឹងក៏ចាប់ផ្ដើមមានការប្រែប្រួលអ៊ីនហ្វានក៏ប្រាប់ថាគេគឺបានដាំនៅគ្រាប់ពូជសាឡាត់ទាំងអស់នេះចូលទៅក្នុងរាងកាយរបស់តាចាស់នឹងតាំងពីយូរយារណាមកហើយដូច្នោះហើយនៅពេលដែលមានរឿងបន្ទាន់ណាមួយនោះគេនឹងយកតាចាស់នឹងមកប្រើប្រាស់តែម្ដងហើយបាននិយាយអំពីជាតិពឺនៃសាឡាត់របស់គេវិញគឺអាចបំផ្លាញនៅទីក្រុងអាធិរិកនេះបានទាំងមូលតែម្ដងរួចហើយក៏បានបញ្ជាឲ្យវាសម្
សម្ដៅចូលទៅរកទូប្រយើងចំណែកឈិនយិនក៏បាននិយាយថាការពិតទៅតាចានឹងក៏ជាការរួមចំណែកមួយសម្រាប់ Infan ផងដែរចំណែកមនុស្សម្នាជាច្រើនពួកគេគឺពោពេញទៅដោយការភ័យខ្លាចបន្ទាប់ពីលើកដូច្នោះដោយសារតែសត្វល្អិតហ្នឹងវាគឺអាចបំផ្លាញនៅទីក្រុង Thiên Y ទាំងមូលបានចំណែកយីប៉ែនោះវិញតែបានយកប្តីមកភ្នាល់នៅពេលនេះគឺពោពេញទៅដោយការភ័យខ្លាចដែរព្រោះខ្លាចថាភ្នាល់ចាញ់ប្រកាសជាបាត់ប្តីហើយស្របពេលដែល Infan គេក៏នៅតែបន្តនិយាយទៅកាន់ទូប្រយើងដោយសារតែគាត់គឺមិនប្រឹងធ្វើជាអ្នកបម្រើសម្រាប់គេទៅហើយនោះនៅពេលនេះគេនឹងប្រើប្រាស់រាងកាយរបស់ទូប្រយើងធ្វើជាចំណីសម្រាប់សត្វល្អិតរបស់គេនៅពេលដែលជាតិពុយទាំងអស់នេះចាក់បញ្ចូលទៅកាន់ឆ្អឹងក៏ដូចជារាងកាយរបស់ទូប្រយើងបើទោះបីជាគាត់ចង់ស្លាប់ក៏មិនអាចដែរប៉ុន្តែស្របគ្នាក៏ស្រាប់តែឃើញថាសត្វល្អិតរបស់គេនឹងគឺចាប់ផ្ដើមមានការប្រែប្រួលបន្តិចក្រោយមកពួកវាក៏ស្រាប់តែនាំគ្នាកិច្ចខ្លួនដែលធ្វើ Infan ក៏សវេស្វាពេញនឹងបញ្ជាវាឲ្យត្រឡប់ទៅរកទូប្រយើងប៉ុន្តែស្របគ្នាពួកវាក៏ត្រូវបានស្រូបទៅវិញហើយនោះគឺជាទ្វេដៃរបស់ Chilling បន្ទាប់ពីបានញ៉ាំនៅសត្វល្អិតទាំងអស់នេះហើយក៏បានភើមួយឌឺទៅកាន់ Infan ផងដែរនិងក៏ប្រាប់ថាពិតជាអរគុណច្រើនសម្រាប់អាហារពេលល្ងាចមួយនេះស្របពេលដែលទូប្រក៏ប្រាប់ទៅកាន់ Infan ដែរអំពី Chilling វាគឺជាសត្វមួយដែលអាចលេបទៅបាក់បាននៅអ្វីគ្រប់យ៉ាងហើយខណៈដែលសត្វល្អិតរបស់គេប៉ុណ្ណឹងគឺថាមិនស្ងៀមជើងធ្មេញរបស់វានោះទេចំណែក Infan គឺពិតជាខឹងខ្លាំងហើយគេក៏រៀបនឹងប្រើប្រាស់នៅសត្វល្អិតរបស់គេម្ដងទៀតដែរប៉ុន្តែក៏ត្រូវបានទូស្រីនេះគឺបំផ្លាញវាចោលខ្ទេចហើយដូច្នោះហើយគេក៏រើរបួសបន្តិចទៀតជិនយិនក៏នៅតែបន្តថាលើក្រោយប្រសិនបើឯងចេញទៅខាងក្រៅនោះកុំប្រើប្រាស់ឈ្មោះត្រកូអ៊ីនម្ដងទៀតប៉ុន្តែគឺស្ទើរតែភ្លេចទៅហើយនៅពេលនេះឯងគឺមិនមានឱកាសដើម្បីប្រើប្រាស់ឈ្មោះត្រកូអ៊ីនម្ដងទៀតនោះទេនៅពេលដែលជិនយិនបានដើរចូលទៅនោះ Infan គេក៏ស្រាប់តែបានបញ្ចេញនៅអំណាចធម្មពលដ៏កំណាចនិយាយទៅកាន់ទូប្រយើងថាឯងគិតមែនទេខ្ញុំគឺចាញ់ឯងនោះហើយនៅពេលនេះគេក៏បានប្រើប្រាស់នៅកម្លាំងធម្មពលដ៏ខ្លាំងរបស់គេប្រាប់ថាបើទោះបីជាគេគឺត្រូវបានដុតកម្លោចខ្លាយទៅជាផេះក៏ដោយក៏គេក៏ត្រូវតែទាញទូប្រយើងទៅជាមួយដែររួចហើយក៏ប្រើប្រាស់កម្លាំងនេះវាទៅលើឈិនយិនស្របពេលដែលឈិនយិនក៏បានផ្លុំវាមួយផាច់ត្រឡប់ទៅវិញនោះធម្មពលនឹងក៏បានឡងទៅលើរាងកាយរបស់គេដោយខ្លួនឯងទៅបន្ថែមជាមួយនឹងធម្មពលនៃស្រោមដៅឋានសួគ៌របស់គាត់ទៀតនោះក៏ឃើញថានៅពេលនេះជីវិតរបស់ Infan ក៏ត្រូវបានបញ្ចប់ហើយសូម្បីតែពលឹងនឹងរាងកាយរបស់គេក៏ត្រូវបានដុតបំផ្លាញចោលដែរប៉ុន្តែឈិនយិនគាត់គឺនៅតែមានអារម្មណ៍ថាខកចិត្តដោយសារតែ Infan គេគឺពិតជាស្លាប់ដោយស្រួលពេកហើយចំណែកមនុស្សមួយចំនួនបន្ទាប់ពីឃើញដូច្នោះហើយក៏ចាប់ផ្ដើមយំសោកបោកខ្លួនដោយសារតែម្នាក់នៅពេលនេះគឺអាចនិយាយបានថាភ្នាល់អស់ពីខ្លួនហើយចំណែកយីប៉ែនឹងវិញគ្រាន់តែឆ្លោះគ្នាបន្តិចបន្តួចជាមួយនឹងប្តីសោះក៏ដាច់ចិត្តយកគ្នាមកភ្នាល់ដែរហើយខណៈដែល Chilling ក៏ប្រាប់ថានៅពេលនេះគឺមានតែវានោះទេដែលឈ្នះនៅការភ្នាល់នេះដូច្នោះហើយមានពេជ្រកែកងពីទូសូរកានទ្រព្យសម្បត្តិទាំងអស់នេះគឺជារបស់វាហើយក៏លេទៅមើលឈិនយិនវិញក៏បានលើកមេដៃមួយទៅឲ្យវាដូច្នោះហើយវាក៏បានស្ញែងមួយទៅដែលមើលទៅគឺពិតជាគួរឲ្យខ្លាញ់ខ្លាំងមែនតើសាច់រឿងបន្តរបស់យើងក៏លេទៅមើលកំពូលភ្នំនៃច្រាំងថ្មមួយកន្លែងនៅពេលនេះតួស្រីក៏បាននិយាយទៅកាន់ទូប្រថាជាមួយនឹងកម្លាំងរបស់គាត់នៅពេលបច្ចុប្បន្ននោះគឺមិនចាំបាច់ត្រូវការនាងទៀតនោះទេហើយឈិនយិនក៏តបមកវិញថាហេតុអ្វីបានជានាងគឺនិយាយបែបហ្នឹងដោយសារតែវាគឺពិតជាពិបាកស្ដាប់ខ្លាំងមែនទែនគាត់ក៏បានបន្តទៀតថាលើកនេះនៅពេលដែលគាត់ត្រឡប់មកវិញហ្នឹងគាត់ក៏បានកំចាត់បាននៅពួកបិសាចមួយចំនួនផងដែរប៉ុន្តែចំពោះបិសាចពិតប្រាកដដែលមានចង្កូមហ្នឹងគេគឺនៅតែលាក់ខ្លួននៅក្នុងស្រមោលនៅឡើយនោះទេទោះស្រីក៏តបទៅវិញថាដូច្នោះហើយឈិនយិនក៏បានបន្តថាពួកយើងគឺត្រូវតែបន្តនៅកិច្ចប្រឹងប្រែងរបស់ពួកយើងនាងក៏បានសួររកអំពីអត្ថប្រយោជន៍ខណៈដែលឈិនយិនក៏បានបន្តថានៅពេលដែលគាត់គឺរកឃើញអំពីទម្រង់ពិតប្រាកដនៃអណ្ដាតភ្លើងហ្នឹងគាត់នឹងជួយនាងដើម្បីបន្សាបនៅជាតិពឹសស្របពេលដែលនាងក៏បានយល់ព្រមជាមួយនឹងកិច្ចប្រឹងប្រែងនេះទៅចំណែកឈិនយិនក៏នៅតែសុំខ្ចីនៅនិមិត្តសញ្ញាសមាគមគ្រូចម្រាសរបស់នាងមកប្រើប្រាស់សិនហើយគាត់នឹងមិនឲ្យនាងខាតបង់នោះទេដោយគាត់សន្យាថានឹងការពារនាងចំនួន3ខែដោយជាតិពឹសទៅក៏ប្រកាសជានឹងមិនរើឡើងឡើយសួរថាតើនាងគឺគិតយ៉ាងណាដែរស្របពេលនាងក៏បានដើរចេញទៅប៉ុន្តែក៏បានបោះនៅនិមិត្តសញ្ញានោះមកកាន់ទូប្រយើងហើយក៏ឲ្យឈិនយិនយកវាទៅព្យួរនៅមុខខ្លោងទ្វារនៃគ្រួសារអ៊ីនទៅដោយធានាថារយៈពេល3ខែគ្មាននរណាម្នាក់គឺហ៊ានឈ្លានពាននោះទេចំណែកឯឈិនយិនក៏បានសម្លឹងមើលទៅកាន់និមិត្តសញ្ញាឬមួយក៏ស្លាកបញ្ជាមួយនេះហើយក៏ប្រាប់ថាពិតជាអរគុណច្រើនហើយពួកយើងប្រកាសជាជួបគ្នាម្ដងទៀតជាមួយគ្នានោះក៏ស្រាប់តែទូស្រីនាងបានត្រឡប់មកវិញនិងក៏ប្រាប់ទៅកាន់ទូប្ររបស់យើងអំពីឈ្មោះរបស់នាងថាលីយ៉ាន់ជូរួចហើយនោះក៏បានចាក់ចេញត្រឡប់ទៅវិញទៅស្របពេលដែលឈិនយិនក៏បានស្រែកទៅកាន់នាងថាគាត់នឹងចងចាំនៅឈ្មោះរបស់នាងទុកហើយបន្តមកទៀតនោះសាច់រឿងរបស់យើងមួយភាគនេះក៏បានឈានដល់ទីបញ្ចប់ដូចគ្នា